មកដឹងពីភាពខុសគ្នារវាងកាល់ស្យូមជ័រហើយនិងកាល់ស្យូមពូលចា៎ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយចង់មកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងចា៎ដោយសារតែអញ្ចឹងភាគច្រើនខ្ញុំឃើញបងឬក៏អ៊ំបងប្អូនហ្នឹងភាគច្រើនគឺគាត់តែងតែហៅរវាងកាល់ស្យូមជ័រហើយនិងកាល់ស្យូមពូលហ្នឹងថាជាកាល់ស្យូមតែមួយឬក៏ដូចគ្នាអញ្ចឹងណាតែធៀបពិតទៅគឺវាអត់ដូចគ្នាទេគឺវាខុសគ្នាចា៎ហើយកាល់ស្យូមជ័រហ្នឹងគឺវាមានឈ្មោះថា Dinamoxan ហើយបងប្អូនហៅថាកាល់ស្យូមជ័រហ្នឹង តាមធាតុពិតទៅគឺវាអត់មានជាតិកាល់ស្យូមនៅក្នុងហ្នឹងទេដែលនៅក្នុង Dinamoxan មួយដបហ្នឹងគឺមានសារធាតុផ្សំពីរមុខគឺពពួក Cyproheptadine ហើយនិង Arginine Aspartate ហើយគុណភាពព្យាបាលរបស់វាហ្នឹងគឺសម្រាប់អ្នកដែលមានបញ្ហាអស់កម្លាំងគាត់គេងអត់លក់ឬក៏គាត់មានបញ្ហានៅក្នុងការញ៉ាំចំណីអាហារអញ្ចឹងណាឬក៏គាត់អត់សូវឃ្លានគាត់អត់មានចំណង់អាហារឬក៏គាត់និយាយទៅគាត់អត់សូវចង់ញ៉ាំអាហារអញ្ចឹងណាគឺអាចប្រើប្រាស់នៅពពួក Dinamoxan ហ្នឹងបានដែលជាទូទៅសម្រាប់ក្មេងក៏អាចប្រើប្រាស់បានដែរប៉ុន្តែក្មេងត្រូវតែចាប់ពីអាយុពី2ឆ្នាំឡើងទៅទើបអាចប្រើប្រាស់បានយើងអាចឲ្យគាត់ហ្នឹងប្រើប្រាស់បានក្នុងមួយថ្ងៃហ្នឹងគឺ2កូនដបជ័រហ្នឹងណាហើយយកល្អបំផុតហ្នឹងគឺឲ្យគាត់ប្រើប្រាស់មុនញ៉ាំអាហារកន្លះម៉ោងអញ្ចឹងណាហើយសម្រាប់ក្មេងដែលមានបញ្ហាអត់ញ៉ាំអាហារខ្លាំងក៏អាចប្រើប្រាស់បានផងដែរហើយអាចប្រើប្រាស់បានរហូតដល់3កូនដបជ័រហ្នឹងហើយសម្រាប់មនុស្សធំឬក៏មនុស្សពេញវ័យហ្នឹងគឺអាចប្រើប្រាស់បានរហូតដល់3កូនដបជ័រផងដែរឥឡូវយើងចូលដល់កាល់ស្យូមពូលវិញម្ដងនៅក្នុងកាល់ស្យូមពូលហ្នឹងបានមានកាល់ស្យូមនៅក្នុងហ្នឹងហើយក៏មានសារធាតុផ្សេងៗទៀតផងដែរសម្រាប់គុណភាពព្យាបាលរបស់វាគឺវាមានមុខងារផ្សេងៗគ្នាឧទាហរណ៍ដូចជាអ្នកដែលគាត់មានកង្វះនៅសារធាតុកាល់ស្យូមស្ត្រីពពោះឬក៏ស្ត្រីបំបៅដោះកូនហើយមួយទៀតហ្នឹងគឺសម្រាប់មនុស្សចាស់ឬក៏ស្ត្រីដែលគាត់មានបញ្ហាពុកឆ្អឹងអញ្ចឹងណាដែលត្រូវការនៅសារធាតុកាល់ស្យូមហ្នឹងគឺយើងឲ្យគាត់ប្រើប្រាស់នៅពពួកកាល់ស្យូមពូលហ្នឹងបានសម្រាប់របៀបប្រើប្រាស់សម្រាប់កូនក្មេងគឺអាចប្រើប្រាស់បានកាល់ស្យូមដែលមានចំណុះ10មីលីលីត្រហ្នឹងនៅក្នុងមួយថ្ងៃគឺ1អាំពូលហើយប៉ុន្តែបើសិនជាមនុស្សធំឬក៏មនុស្សពេញវ័យហ្នឹងគឺយើងអាចប្រើប្រាស់បាន1ទៅ2អាំពូលនៅក្នុងមួយថ្ងៃហ្នឹងណាអញ្ចឹងដូចដែលបានបកស្រាយតាំងពីដើមមកហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាក៏អាចស្វែងយល់ឬក៏ចែកដាច់រវាងកាល់ស្យូមជ័រហើយនិងកាល់ស្យូមពូលហ្នឹងហើយមុនប្រើប្រាស់ហ្នឹងគឺត្រូវពិភាក្សាជាមួយនឹងឱសថការីឬក៏យើងត្រូវដឹងខ្លួនឯងថាយើងនឹងត្រូវការប្រើប្រាស់មួយណាជាចាំបាច់អញ្ចឹងណាដើម្បីជៀសវាងការទិញទៅខុសឬក៏ចំណាយថវិកាចោលអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយសង្ឃឹមថាជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត